សម្ព័ន្ធមិត្តអង្គការ NATO មួយចំនួនបន្តបដិសេធមិនបញ្ជូននាវាចម្បាំងទៅច្រក Hormuz ក្រោមហេតុផលអាមេរិកវាយអ៊ីរ៉ង់ដោយគ្មានពិគ្រោះសម្ព័ន្ធមិត្តអង្គការ NATO និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកជាច្រើនបានបដិសេធការអំពាវនាវរបស់លោក Donald Trump ក្នុងការបញ្ជូននាវាចម្បាំងទៅអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ការបដិសេធនេះក្រោមហេតុផលថាអាមេរិកវាយលើអ៊ីរ៉ង់ដោយគ្មានសួរយោបល់ពីសម្ព័ន្ធមិត្តបន្តិចប្រទេសទាំងអស់មានជាអាចអាល្លឺម៉ង់អេស្ប៉ាញអ៊ីតាលីអង់គ្លេសជប៉ុនអូស្ត្រាលីសុទ្ធតែបានអះអាងថាពួកគេពុំមានផែនការបញ្ជូននាវាទៅជួយបើកច្រកសមុទ្រ Hormuz នោះទេការសម្រេចបដិសេធនេះដោយក្រុមប្រទេសធំៗទាំងអស់នោះបារម្ភធ្វើឲ្យសង្គ្រាមកាន់តែរីកធំខណៈតែការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់គឺមិនបានឆ្លងកាត់ជាមួយនឹងសម្ព័ន្ធមិត្តបន្ថែមពីនេះទៅទៀតក្រុមប្រទេសទាំងនោះបានបដិសេធមិនឲ្យមានកម្លាំងពីសម្ព័ន្ធមិត្តអង្គការ NATO ចូលពាក់ព័ន្ធការវាយប្រហារលើអ៊ីរ៉ង់ក្រោមហេតុផលថាគ្មានក្របខ័ណ្ឌច្បាប់ឯណាមកអាចសម្រេចតម្រូវឲ្យ NATO បញ្ជូនកងកម្លាំងទ័ពទៅប្រតិបត្តិការនៅឯក្រៅព្រំដែនរបស់អូតង់នោះឡើយការប្រកាសយ៉ាងដូច្នោះក្រោយពីលោក Donald Trump បានប្រកាសហៅប្រទេសសម្ព័ន្ធមិត្ត NATO ត្រូវតែបញ្ជូនកម្លាំងមកជួយការពារសន្តិសុខនៅតំបន់ច្រកសមុទ្រ Hormuz ដែលជាផ្លូវឆ្លងកាត់នៃនាវាដឹកទំនិញប្រេងកាតនិងឧស្ម័នលោក Donald Trump រិះគន់ចំទៅលើដៃគូថាជាជនមិនដឹងគុណបន្ទាប់ពីអាមេរិកបានផ្ដល់ការគាំទ្រអស់រយៈពេលរាប់ទសវត្សរ៍មក